សួស្តីអ្នកនរគ្នាឥឡូវក៏ខ្ញុំមកប្រាប់ពីរបៀបនៃការបង្កើត Google Gemini AI អញ្ចឹងដំបូងយើងចូលទៅ download VPN មកខ្ញុំមាន VPN ដែរខ្ញុំមាន Express ដែរតែខ្ញុំអត់ប្រើឥឡូវយើងធ្វើការ download មកអញ្ចឹងVPN នេះ free ទេអញ្ចឹងអ្នកនរគ្នាអាចមើលបានបាទយើង connect ទៅ location អាមេរិកអញ្ចឹងយើងจะ connect មកអញ្ចឹងយើងចង់ឲ្យច្បាស់ជាងហ្នឹងយើងចូលទៅឆែកនៅក្នុង website whoare.net អញ្ចឹងយើងចូលឆែកមើលមកអញ្ចឹងពេលដែលយើង connect VPN វា internet យើងរៀង slow បាទអញ្ចឹងវាយើងអាចមើលបានបាទ VPN យើងគឺជាប់ហើយអញ្ចឹងយើងចូលទៅក្នុង Google Gemini AI ហ្នឹងបាទវាយតាមខ្ញុំមកអញ្ចឹងយើងវាយ Google Gemini AI student នេះមកអញ្ចឹងវាមាន link ខាងលើនេះក៏បានហើយនៅខាងក្រោមនេះក៏បានដែរអញ្ចឹងយើងចូលតាមណាក៏បានដែរហើយយើងមកខំមកអញ្ចឹងយើងចុច get offer នេះក៏បានដែរបាទនេះអញ្ចឹងយើងមាន2 link កន្លែងនេះក៏បានដែរអញ្ចឹងវាចូលមកដល់កន្លែងនោះដូចគ្នាអញ្ចឹងយើងអត់ប្រើប្រភេទពួក mail edu ទេបាទយើងអត់ប្រើទេយើងប្រើ mail តែម្ដងបាទយើងចុចកន្លែងនេះមកបន្តមកយើងចុច get offer នេះអញ្ចឹងយើងអាចដាក់កាតយើងបានហើយអញ្ចឹងកាតហ្នឹងយើងមិនចាំយកកាតដែលមានលុយទេបាទកាតVisa ក៏ដោយហើយ Mastercard ក៏ដោយដែរវាអាចដាក់បានដែរអញ្ចឹងមិនថាកាត Wing ឬក៏កាត AC កាត ABA យើងអាចយកកាត free មកបានអញ្ចឹងតែអ្នកនរគ្នាអាចយកកាតដូចជាវ៉ាវណាដូចជាមានកាតដែរបាទអញ្ចឹងឲ្យតែកាតយើងបង្កើត free មកយើងមិនបាច់ដាក់លុយក្នុងនោះទេហ្នឹងហើយយើងវាយលេខកាតរបស់យើងចូលហើយចាំលេខខ្ញុំពងទៅរកកាតខ្ញុំប្រើកាត Visa កាតចាំមកលេខខ្ញុំពងវាយចូលសិនចឹងអ្នកនរគ្នាអាចរកកាតបានឥឡូវដូចជាមានserviceគេលក់កាតដែរគេលក់កាតមួយដូចជាអត់ដល់1រៀលផងបាទគេលក់កាតអញ្ចឹងអ្នកនរគ្នាអាចរកទិញបានចឹងកាតមួយដូចជា2000នេះបាទអញ្ចឹងអាចទិញយកមកប្រើបានបើអត់ចង់ប្រើកាតខ្លួនឯងហើយបន្ទាប់ពីហ្នឹងមកយើងអាចវាយយើងរកpostal code បាទ postal code នៅសហរដ្ឋអាមេរិកតែតាម VPN យើងហ្នឹងអញ្ចឹង VPN យើងនៅសហរដ្ឋអាមេរិកអញ្ចឹងយើងវាយរដ្ឋណាក៏ដោយឲ្យតែប្រភេទពួក postal code នៅខាងអាមេរិកអញ្ចឹងយើងអាចដាក់បានមិនចាំបាច់ឲ្យត្រូវជាមួយ location យើងទេអាចរើសបានបាទខ្ញុំដាក់ទៅ New York អញ្ចឹងយើងអាចយកពីនេះមកបានបាទអញ្ចឹងវាយចូលមកដូចជាខុស Visa កាតចាំ plate ខ្ញុំមើលសិនខុសកន្លែងណាបាទចាំ plate កន្លែងទៀតបាទដូចជាត្រូវហើយបាទយើងចុច save មកបន្តមក
ចាំតិចយើងនឹងទទួលបាន Google Gemini អញ្ចឹងវា free ឲ្យយើងដូចជា2តេបាទ free យើង2តេអញ្ចឹងយើងអាចយកទៅប្រើបានរយៈពេល1ឆ្នាំ3ខែបាទ1ឆ្នាំ3ខែអញ្ចឹងវាស្មើនឹង15ខែបាទអញ្ចឹងយកទៅផលិតវីដេអូបានក្នុងវីដេអូដូចជាបាន8 second បាទអញ្ចឹងយើងមិនបាច់ចាំប្រើប្រភេទពួក EDU mail ទេយើងប្រើ mail យើងស៊ីមតែម្ដងបាទគ្រាន់តែយើងដាក់ពីបាត់មកគឺប្រើបានហើយយើងអាចសញ្ញាបានជាមួយនឹងវិសាការយើងហើយវិសាការដូចខ្ញុំបញ្ជាក់ពីដើមអញ្ចឹងមិនបាច់ចាំយកវិសាការខ្លួនឯងក៏បានដែរហើយយើងទិញ service គេទៅបើសិនជាអ្នកនរគ្នាអត់ដឹងទិញណាទេឆាតមក Telegram ខ្ញុំមកខ្ញុំបោះ website ឲ្យទិញបាទមាន website គេលុបដូចជាមកវិសាការ1គេលុប2000បាទ2000ជាងតិចតួចដែរបាទអញ្ចឹងយើងចំណាយ2000នេះយើងប្រើប្រភេទពួក Google Gemini នេះបាទ free រយៈពេល5-10ខែបាទនេះ2តេបាទអញ្ចឹងយើងអាចយកទៅប្រើការបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនទាំងគ្នាដែលចង់ប្រើ Google Gemini 3ទៅឲ្យ Google Gemini 3ចឹងអាចផលិតវីដេអូបានបាទឥឡូវឃើញគេនិយមប្រើប្រភេទពួក Google Gemini 3ហ្នឹងចឹងមានតែប៉ុណ្្នឹងទេចឹងសង្ឃឹមថាអ្នកនរគ្នាអាចធ្វើបានទាំងអស់គ្នាសិនជាមានចម្ងល់កន្លែងណាអាចខមមិននៅខាងក្រោមវីដេអូនេះបានអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀត